ស្វាគមន៍មកកាន់វីដេអូថ្មីវីដេអូនេះគឺតពីវីដេអូមុនសម្លសន្លក់ក្តាមននងចាឥឡូវនេះគឺយើងធ្វើការកាត់ផ្កាល្ពៅត្រួយល្ពៅហើយមានការកាត់ស្លឹកគ្រៃដើម្បីយើងយកទៅស្លអញ្ចឹងណាហើយសម្រាប់បន្លែរបស់យើងជាក់ស្ដែងអត់មានអីច្រើនទេគឺមានតិចខ្លាំងមែនតើបានធ្វើការបេះននោជំនួសផ្លែដែលសាញ់យកទៅស្លសន្លក់អញ្ចឹងណាហើយបន្លែរបស់យើងជាក់ស្ដែងដូចឃើញនៅក្នុងវីដេអូអញ្ចឹងគឺមានទទួលល្ពៅស្លឹកនប់បន្តិចហើយនឹងការល្ពៅហើយតួឯករបស់យើងគឺននោចានៅក្នុងវីដេអូមុនគឺវែងមែនតើចូលឡើង1ម៉ែត្រជាងវែងជាងចឹងនិយាយថាវែងជាងអ្នកចាត់ទៀតណាចាពេលស្លនេះគឺយើងមានត្រីមានក្តាមហើយក្តាមនេះគឺជាក្តាមស្រែឥឡូវនេះបន្លែរបស់យើងក៏រួចរាល់មានននោងត្រួយល្ពៅស្លឹកនប់ហើយយើងធ្វើការដាក់ដាំទឹកមានគល់គ្រៃខ្ទឹមសកាត់ជាតិឆ្អាបហើយនេះមិត្តភក្តិខ្ញុំគឺគាត់មកជួយធ្វើស្លស្ងោរម្រៀងទុកញ៉ាំពេលល្ងាចណាកន្លែងមកនេះទឹកពុះយើងធ្វើការដាក់បងត្រីបងប្រហុកដាក់បងប៊ីចេងបើបន្តិចទៅកុំឲ្យច្រើនពេកហើយយើងអត់ដាក់ស្ករទេដោយសារយើងគាត់ចេះញ៉ាំហ្មងដាក់បងបន្លែទុកឲ្យវាពុះទៅចាំយើងបងក្តាមតាមក្រោយឥឡូវនេះចាស្លរបស់យើងពុះហើយយើងធ្វើការដាក់បងក្តាមយកតែម្ដងដាក់តែបងក្តាមហើយឲ្យវាពុះសព្វទៅគឺយើងធ្វើការដួសដាក់ចានរួចជាការស្រេចឥឡូវស្លរបស់យើងគឺបានឆ្អិនហើយធ្វើការដួសយកដាក់ក្នុងចានដើម្បីយកឲ្យយាយតាគាត់ប្រសាអញ្ចឹងណាចាអូយតំណងខ្លាំងមែនតើជាតិផ្អែមមិនដាក់ស្ករទេដោយសារចេញពីបន្លែធម្មជាតិរបស់យើងណាហើយមុនយកទៅឲ្យយាយតាហូបយើងធ្វើការon តិចសិនអញ្ចឹងណាទាំង2ទាំង3នាក់តែម្ដងចាយាយតាគាត់ប្រសាបាយជុំគ្នាទៅចាកលែងមមីគឺគាត់ហូបនេះទៅមិត្តភក្តិខ្ញុំគឺគាត់បេះបន្លែដើម្បីយើងធ្វើការត្រឡប់ខ្លាញ់អញ្ចឹងណាហើយកលែងម្នេះទៀតមីងក៏គាត់ធ្វើការប្រឡាក់សាច់ជ្រូកដោយសារព្រឹកមិញហ្នឹងគឺទៅចងដៃកាគេជើបានសាច់គូសំដែរចូល4-5គីឡូដែរអញ្ចឹងណាហើយយើងធ្វើការស្ងោរម្រះពេលល្ងាចញ៉ាំជុំគ្នាអញ្ចឹងណាហើយខ្ញុំថតកាត់ទេចាអត់បានថតវែងទេដោយសាររៀងរវល់ហើយយើងធ្វើការស្រោបបន្លែដើម្បីយើងមលក់យើងមានចំហុយជាមួយពងទាប្រៃសាច់ជ្រូកហើយត្រីប្រៃអញ្ចឹងណាញ៉ាំពេលល្ងាចជុំគ្នាដូចឃើញនៅក្នុងវីដេអូនេះអញ្ចឹងហើយនេះយកផាយទៅយើងដល់ម៉ោងញ៉ាំអាហារពេលល្ងាចយកតែម្ដងអ្នកញ៉ាំមុនមានអ្នកញ៉ាំក្រោយអញ្ចឹងណាចាប់ទុកខ្លះទៅអ្នកណាញ៉ាំក្រោយគឺគាត់ញ៉ាំក្រោយទៅចាវីដេអូថ្ងៃនេះក៏អត់មានអីទៀតដែរមានតែប៉ុណ្្នឹងទេអរគុណអ្នកគ្នាសម្រាប់ការទស្សនាពីដើមដល់ចប់ជួបនឹងខ្ញុំម្ដងទៀតនៅក្នុងវីដេអូថ្មីក្រោយណាជំរាបលាបាយបាយ